បាទស្ដីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចែករំលែកបទពិសោធន៍បន្តិចបន្តួចនេះគឺជាកូនមាន់ដែលទៅតែនឹងញាស់បានចំនួន2ថ្ងៃអញ្ចឹងកូនមាន់ដែលញាស់ក្នុងសម្បុកភ្លាមអញ្ចឹងយើងទុកវានៅក្នុងសម្បុកហ្នឹងឲ្យមាន់ឲ្យមេវាហ្នឹងក្រុងវារយៈពេល1ថ្ងៃឬក៏2ថ្ងៃសិនបងប្អូនដើម្បីឲ្យកូនមាន់ហ្នឹងវាមានដៃជើងរឹងមាំអាចឈរអាចដើរបានបន្ទាប់មកយើងយកកូនមាន់ដែលញាស់បានចំនួន2ថ្ងៃនោះមកដាក់នៅក្នុងទ្រុងកូនមាន់ជាក់ស្ដែងនេះគឺជាទ្រុងកូនមាន់ហើយការយកដាក់នៅក្នុងទ្រុងកូនមាន់នេះគឺយើងដាក់មកភ្លាមយើងដាក់ទឹកហើយនឹងដាក់ចំណីឲ្យវាស៊ីតែម្ដងបងប្អូនជាក់ស្ដែងគឺខាងនេះកំប៉ុងទឹកហើយខាងនេះស្នូកចំណីអញ្ចឹងការដាក់កូនមាន់ក្នុងទ្រុងនេះគឺយើងមិនបាច់ដាក់មេវាចូលទេបងប្អូននៅពេលថ្ងៃអញ្ចឹងពេលថ្ងៃយើងមិនបាច់ដាក់មេវាចូលទេទី1វាធ្វើឲ្យកខ្វក់ក្នុងទ្រុងទី2អាចមេវាកាយឬក៏វាជន់កូនខ្លួនឯងហើយទី3គឺវាខាតចំណីដែលមេនោះវាស៊ីជាមួយកូនអញ្ចឹងបងប្អូនវាខាតចំណីកូនមាន់ហើយបញ្ជាក់នៅពេលយប់គឺយើងត្រូវចាប់មេវាមកឲ្យក្រុងកូនមាន់នឹងវិញបងប្អូនអញ្ចឹងយើងឲ្យមេក្រុងតែពេលយប់ទេអញ្ចឹងនៅពេលថ្ងៃគឺយើងដកមេវាចេញហើយយើងធ្វើបែបនេះកូនមាន់វាមានសុខភាពល្អកូនមាន់យោ10គ្រាប់វានឹងរស់ទាំង10គ្រាប់បងប្អូនវាអត់មានបាត់បង់ឬខាតបង់ទិន្នផលយើងទេជាក់ស្ដែងកូនមាន់នេះគឺខ្ញុំដាក់ចុះមកព្រឹកមិញហើយខ្ញុំថតនេះកំឡុងម៉ោង3រសៀលចេះឃើញថាវាចេះផឹកទឹកនិងស៊ីចំណីដល់ខ្លួនឯងហើយសុខភាពមាន់ក៏ល្អធម្មតាបងប្អូនហើយយើងធ្វើបែបនោះគឺថាយើងចាប់មេវាឲ្យក្រុងទៅពេលយប់ថ្ងៃដកចេញយើងធ្វើបែបនោះរហូតដល់កូនមាន់នឹងធំដែលមានអាយុប្រហែលជា1ខែឬក៏ជិត1ខែហ្នឹងគឺយើងមិនបាច់ឲ្យមេក្រុងទៀតក៏បានដែរនៅពេលយប់យើងអាចយកកណាត់បិទបាំងវាទៅកុំឲ្យវាត្រជាក់ហើយកំឡុងពេលរយៈពេល1ខែហ្នឹងគឺយើងអាចដកមេវាចេញបានហើយបងប្អូនឈប់ឲ្យក្រុងបានហើយហើយជាក់ស្ដែងនៅកន្លែងរបស់ខ្ញុំធ្វើបែបហ្នឹងកូនមាន់សុខភាពល្អហ្នឹងហើយបងប្អូនអរគ្នាខ្ញុំចែករំលែកអំពីការថែទាំកូនមាន់ប៉ុណ្ណេះសង្ឃឹមថាវាជាចំណេះដឹងតិចតួចសម្រាប់បងប្អូនដែលចូលចិត្តក្នុងការចិញ្ចឹមមាន់អរគុណជម្រាបលា